បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនមួយនេះនៅក្នុងវីដេអូនេះលោកគ្រូលើកយកអត្ថបទអំណានភាសាខ្មែរថ្នាក់ទី6យ៉ាងមួយទៀតត្រង់ទំព័រទី55បាទអញ្ចឹងលោកគ្រូយកអត្ថបទនេះមកអានគឺដើម្បីជួយទៅដល់បងប្អូនដែលខ្សោយអំណានដើម្បីបងប្អូនចេះអានពាក្យពិបាកឬក៏ពាក្យដែលបងប្អូនអត់ទាន់ចេះអានហើយមួយវិញទៀតនៅពេលដែលលោកគ្រូអានអត្ថបទអំណាននេះចប់លោកគ្រូនឹងធ្វើកំណែលំហាត់ជូនបងប្អូនទាំងអស់គ្នាផងដែរដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយដែលបងប្អូនបានគិតឬក៏បានធ្វើបាទអញ្ចឹងបើឲ្យខាត់ពេលយើងចូលទៅដល់អត្ថបទអំណានរបស់យើងទាំងអស់គ្នាតែម្ដងអំណានយើងរួមគ្នាថែរក្សាបរិស្ថានបាទត្រង់រូបភាពនេះលោកគ្រូសូមផ្លោះចោលយើងចូលទៅដល់អត្ថបទអំណានរបស់យើងតែម្ដងថ្ងៃនេះរដ្ឋាសប្បាយចិត្តណាស់គេនឹងឪពុកគេកំពុងជិះរថភ្លើងធ្វើដំណើរទៅកសិដ្ឋានរបស់លោកតាគេនៅតាមផ្លូវរដ្ឋាមើលវាលស្រែភ្នំនិងសត្វហើយនិយាយទៅកាន់ឪពុកប៉ាខ្ញុំនឹងទៅហែលទឹកលេងក្នុងទន្លេដ៏ធំខ្ញុំនឹងចាប់ត្រីមួយចំនួននិងឡើងដើមឈើទៀតឪពុករបស់រដ្ឋាបន្ថែមហើយជិះលើខ្នងក្របីចាប់កង្កែបនិងបេះផ្លែឈើដោយប៉ាធ្វើកាលពីក្មេងបន្ទាប់ពីធ្វើដំណើរយ៉ាងយូរពួកគេក៏បានទៅដល់កសិដ្ឋាននោះលោកតានិងចៅសប្បាយចិត្តណាស់នៅពេលបានជួបគ្នាប៉ុន្តែបន្តិចក្រោយមករដ្ឋាបែរជាក្រៀមក្រំចង់យំទៅវិញតើមកពីមូលហេតុអ្វីរដ្ឋាដឹងថាវាមិនអាចហែលទឹកវាមិនអាចជិះទូកហើយវាមិនអាចចាប់ត្រីបានទេលោកតាបានប្រាប់វាទន្លេត្រូវបានបំពុលហើយវាកខ្វក់ណាស់ត្រីមិនអាចរស់នៅបានទេរោងចក្របានបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេចំណែកមនុស្សក៏បំពុលទឹកទន្លេដោយបោះកាកសំណល់ផ្សេងដែរកន្លងមកមានការអប់រំអំពីការបំពុលនេះដែរប៉ុន្តែយើងត្រូវការពេលយូរទើបទទួលបានផលរដ្ឋានិយាយដោយក្រៀមក្រំលោកតាតើចៅអាចទៅមើលដើមឈើធំធំនិងបេះផ្លែឈើបានឬទេលោកតានិយាយដោយការសោកស្ដាយឈើជាច្រើននៅក្បែរភ្នំត្រូវបានគេកាប់អស់ហើយឪពុករដ្ឋាមើលតាមបង្អួចឃើញដើមឈើតិចតួចប៉ុណ្ណោះគាត់និយាយដើមឈើនៅសល់តិចតួចណាស់ដូច្នេះសត្វព្រៃក៏ខ្សត់ដែរតែងក់ក្បាលតិចតិចនិងនិយាយគួរឲ្យសោកស្ដាយណាស់ប៉ុន្មានឆ្នាំនេះយើងខ្សត់ទាំងដើមឈើទាំងសត្វឯដំណាំរដូវក៏មិនល្អដែរដោយសារទឹកជំនន់ដ៏ធំបានធ្វើឲ្យដីអស់ជីជាតិដីគ្មានជីជាតិធ្វើឲ្យបន្លែនិងរុក្ខជាតិមិនអាចលូតលាស់បានទេសពថ្ងៃកសិករតិចតួចណាស់នៅដាំបន្លែរដ្ឋាសួរឪពុកទាំងមិនអស់ចិត្តប៉ាតើយើងអាចស្ដារស្ថានភាពនេះបានឬទេឪពុករដ្ឋានិយាយប៉ាយល់ថាអ្វីដែលយើងត្រូវធ្វើគឺយើងនឹងដាំកូនឈើឲ្យបានច្រើននៅតាមកសិដ្ឋាននានាយើងនឹងបានកសិដ្ឋានកូនឈើបាទយ៉ាងម៉េចដែរបងប្អូនមានពាក្យពិបាកឬក៏ពាក្យដែលបងប្អូនអត់ចេះអានច្រើនទេបាទអញ្ចឹងសង្ឃឹមថាបងប្អូនតន់អ្វីដែលលោកគ្រូអានហើយចេះក៏ដូចជាចេះពាក្យពិបាកដែលមានក្នុងអត្ថបទអំណាននេះតែអញ្ចឹងយើងចូលចំណុចបន្តទៀតជាមួយលោកគ្រូអញ្ចឹងត្រង់សំណួរនេះបាទសំណួរទាំង5នេះគឺលោកគ្រូអត់បានធ្វើឲ្យបងប្អូនទេអញ្ចឹងបងប្អូនអាចរៀនឆ្លើយដោយមើលអត្ថបទខាងលើបានលោកគ្រូជឿជាក់ថាបងប្អូនអាចធ្វើបានណាអ្វីដែលលោកគ្រូនឹងធ្វើដូចជាការលើកឡើងនៅខាងលើដើមវីដេអូអញ្ចឹងគឺលោកគ្រូនឹងធ្វើលំហាត់តោះឥឡូវយើងមើលលំហាត់ទាំងអស់គ្នាបាទអញ្ចឹងលំហាត់របស់យើងដូចជាច្រើនដែរណាបាទហើយលោកគ្រូក៏បានត្រៀមនៅចម្លើយដែរដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានមើលដើម្បីផ្ទៀងផ្ទាត់តោះអញ្ចឹងយើងធ្វើទាំងអស់គ្នាតែម្ដង
នៅលំហាត់ទាំងប្រមាណបងប្អូនយើងរាប់ទីមកកខគខងចឆអញ្ចឹងមាន7ណា7ចំណុចតោះឥឡូវយើងមើលទាំងអស់គ្នាអញ្ចឹងទី1ចំណុចកបាទចំណុចកចូលអានពាក្យពហុព្យាង្គបាទពហុព្យាង្គមានន័យថាម៉េចគេបញ្ជាក់នៅនេះមានថាពាក្យច្រើនព្យាង្គណាចាប់ពី2ឡើងទៅគេហៅពហុហើយតោះខាងក្រោមអញ្ចឹងយើងមានពាក្យ3បងប្អូនចេះអានទេតោះពាក្យនេះអានថាម៉េចអានតិចមើលពាក្យនេះតោះឥឡូវបើអត់ចេះអានបាទឬក៏អានត្រូវខុសលោកគ្រូនឹងអានម្ដងទៀតហើយបងប្អូនអាចថាតាមបានណាអញ្ចឹងពាក្យទី1យើងអានថាកសិដ្ឋានកសិដ្ឋាន3ម៉ាត់ណាបាទពាក្យទី2យើងអានថារុក្ខជាតិហើយពាក្យចុងក្រោយអានថាកសិករបាទម្ដងទៀតកសិដ្ឋានរុក្ខជាតិកសិករបាទអញ្ចឹងយើងចប់ចំណុចទី1ចំណុចកណាយើងអានឲ្យចប់តែប៉ុណ្ណឹងបាទអញ្ចឹងយើងចូលចំណុចមួយទៀតចំណុចខចូលជ្រើសរើសពាក្យមួយដែលមានន័យដូចពាក្យបាទអញ្ចឹងយើងមាន3ពាក្យមានពាក្យកសិដ្ឋានបាទកសិដ្ឋានរុក្ខជាតិហើយនឹងកសិករបាទអញ្ចឹងយើងមានចម្លើយ3នៅក្នុងពាក្យមួយដើម្បីជ្រើសរើសណាអញ្ចឹងកសិដ្ឋានគេឲ្យចម្លើយ3កន្លែងចិញ្ចឹមសត្វកន្លែងធ្វើស្រែចម្ការកន្លែងដាំឈើបាទអញ្ចឹងបងប្អូនជ្រើសមួយមកតែបងប្អូនយកមួយណាបាទទីទៀតលោកគ្រូបង្ហាញចម្លើយហើយរុក្ខជាតិមាន3ដើមឈើវល្លិផ្សេងផ្លែឈើបាទអញ្ចឹង3ដូចគ្នាអញ្ចឹងបងប្អូនជ្រើសមួយមកហើយទី3កសិករអ្នកថែសួតអ្នកដាំបន្លែអ្នកធ្វើស្រែចម្ការតោះឥឡូវលោកគ្រូសូមធ្វើជូនបងប្អូនទាំងអស់គ្នាអញ្ចឹងចម្លើយទី1ចំណុចដែលត្រឹមត្រូវគឺប្រអប់មួយណាបាទអញ្ចឹងកសិដ្ឋានគឺកន្លែងចិញ្ចឹមសត្វគឺប្រអប់មួយនេះបាទនេះមួយនេះអញ្ចឹងបងប្អូនថិចមួយនឹងមកណាបាទលេខ2រុក្ខជាតិដើមឈើវល្លិផ្សេងផ្លែឈើអញ្ចឹងចម្លើយត្រឹមត្រូវមួយណាបាទគឺដើមឈើណារុក្ខជាតិកន្លែងហ្នឹងគឺដើមឈើអញ្ចឹងប្រអប់ទី1ដូចគ្នាហើយកសិករអ្នកថែសួនអ្នកដាំបន្លែអ្នកធ្វើស្រែចម្ការអញ្ចឹងកសិករចម្លើយត្រឹមត្រូវគឺអ្នកធ្វើស្រែចម្ការបាទអញ្ចឹងអានេះទី1ចំណុចប្រអប់ទី1នេះអានេះប្រអប់ទី1ហើយអាក្រោយនេះគឺប្រអប់ទី3បាទសង្ឃឹមថាបងប្អូនតាន់ឥឡូវយើងមើលចំណុចបន្តទៀតដូចជានៅច្រើនដែរអញ្ចឹងលោកគ្រូយ៉ាងលឿនបន្តិចបាទអញ្ចឹងចំណុចគួរចូលសរសេរពាក្យផ្ទុយនឹងពាក្យបាទអញ្ចឹងពាក្យយើងមានពាក្យសប្បាយចិត្តលឿនយូរក្រៀមក្រំកខ្វក់ហើយនឹងតិចតួចបាទអញ្ចឹងយើងមានពាក្យទាំងអស់6ហ្នឹងអញ្ចឹងតើសប្បាយចិត្តផ្ទុយនឹងអីបាទឥឡូវចាប់ពីនេះទៅគឺលោកគ្រូនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាណាលោកគ្រូបានត្រៀមចម្លើយឥឡូវលោកគ្រូសូមអានសិនបាទអញ្ចឹងយើងមើលខមួយទៀតចូលរកពាក្យសូដូចនឹងពាក្យចិត្តហើយនឹងពាក្យដអញ្ចឹងមានពាក្យ2ហ្នឹងហើយចំណុចងួរចូលបង្ហាញតម្លៃអប់រំនៃរឿងដោយជ្រើសរើសចម្លើយមួយសមស្របបាទអញ្ចឹងគេមាន3ទី1ត្រូវចូលរួមដាំដើមឈើឲ្យបានច្រើនទី2ត្រូវចូលរួមថែរក្សាបរិស្ថានធម្មជាតិហើយទី3ត្រូវជួយអប់រំប្រជាជនកុំឲ្យបំពុលទឹកបាទអញ្ចឹងបងប្អូនជ្រើសមួយមកណាតោះអញ្ចឹងយើងចូលទៅមួយទៀតចំណុចចចូលស្រង់កិរិយាអកម្មនៅក្នុងអត្ថបទខាងលើឲ្យបាន4អញ្ចឹងកិរិយាអកម្មកន្លែងនេះកាលពីមេរៀនមុនគឺយើងបានរៀនហើយណាមុនមកដល់អំណាចហ្នឹងយើងបានរៀនហើយអញ្ចឹងយើងរកបាននេះ4បាទតោះអញ្ចឹងទៅទៀតហើយទីទៀតលោកគ្រូបង្ហាញចម្លើយណាចំណុចឆសំទោសឆចូលស្រង់ព្រឹត្តិការណ៍នៃរឿងខាងលើតាមលំដាប់លំដោយរួចសរសេរដាក់ក្នុងសៀវភៅសរសេររបស់អ្នកបាទគេឲ្យស្រង់ព្រឹត្តិការណ៍ខាងលើណាតាមលំដាប់លំដោយតោះឥឡូវលោកគ្រូបង្ហាញចម្លើយតែម្ដងអញ្ចឹងចំណុចកហើយខនេះលោកគ្រូធ្វើឲ្យបងប្អូនហើយឥឡូវយើងចាប់ពីករហូតដល់ឆនេះគឺលោកគ្រូបង្ហាញចម្លើយតែម្ដងតោះមើលទាំងអស់គ្នាដោយយកចិត្តទុកដាក់បាទអញ្ចឹងចម្លើយចំណុចកទៅពាក្យផ្ទុយអញ្ចឹងសប្បាយចិត្តផ្ទុយនឹងការទុកបាទនេះកន្លែងនេះលោកគ្រូផ្លេចចិត្តមួយណាសប្បាយចិត្តគឺផ្ទុយនឹងការទុកលឿនផ្ទុយនឹងយឺតយូរផ្ទុយនឹងឆាប់ក្រៀមក្រំផ្ទុយនឹងស្រស់ស្រាយកខ្វក់ផ្ទុយនឹងស្អាតបាទហើយចុងក្រោយគឺតិចតួចផ្ទុយនឹងច្រើនបាទលោកគ្រូទៅទៀតហើយយ៉ាងលឿនបន្តិចបងប្អូនអាច stop បានណាបាទហើយ stop ហើយយើងកត់ចូលទៅក្នុងសៀវភៅរបស់យើងទៅអូខេតោះឥឡូវយើងចូលមួយទៀតខពាក្យសូដូចបាទអញ្ចឹងចិត្តមាន4អញ្ចឹងលោកគ្រូសូមអានចិត្តនាមវិញ្ញាណសម្រាប់គិតចិត្តកិរិយាកាត់ជាចំណិតឧទាហរណ៍ចិត្តបន្លែចិត្តនាមចំនួនលេខស្មើនឹង7 10ដងគេនិយាយកាត់70ចិត្តគុណនាមដែលគេផ្ចិតផ្ចង់រួចហើយ
ហើយគេច្រើនប្រើភ្ជាប់ជាមួយនាមដចឹងដមាន3ដនិបាតស័ព្ទដែលជាសម្រាប់និយាយផ្សំនឹងគុណនាមឧទាហរណ៍ដល់ស្គមស្កៃដនាមទីចម្លងកំពុងចម្លងដនាមអំពីរោគដែលរើឡើងដោយប៉ះទង្គិចដំបៅដបោះដបាទអានេះដូចជាលោកគ្រូធ្លាប់បានធ្វើម្ដងហើយកាលពីមេរៀនមុនណាតែឥឡូវលោកគ្រូដាក់ឲ្យម្ដងទៀតតែយើងមើលចំណុចបន្តទៀតចំណុចងតម្លៃអប់រំបាទអញ្ចឹងតម្លៃអប់រំនៅក្នុងរឿងហ្នឹងគឺចម្លើយទី2លេខ2ត្រូវចូលរួមថែរក្សាបរិស្ថានបាទកន្លែងនេះបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺប្រអប់ទី2នេះបាទតើលោកគ្រូសុំលឿនបាទចំណុចចកិរិយាកម្មមានអញ្ចឹងគេឲ្យរកឲ្យបាន4អញ្ចឹងលោកគ្រូរកបាន4ហើយគឺមានពាក្យនិយាយបាទនិយាយយំលូតលាស់ហើយនឹងយល់បាទអញ្ចឹងមានពាក្យផ្សេងទៀតតែលោកគ្រូសុំយកតែ4ហ្នឹងគេឲ្យរក4អញ្ចឹងបងប្អូនអាចមានពាក្យផ្សេងទៀតបានណាបាទមានត្រូវតែ4ហ្នឹងទេតោះចំណុចឆព្រឹត្តិការណ៍នៃរឿងខាងលើមានបាទអញ្ចឹងលោកគ្រូសុំអានអញ្ចឹងមានប៉ុណ្ណឹងតោះទី1រដ្ឋានិងឪពុកជិះរថភ្លើងធ្វើដំណើរទៅកសិដ្ឋានរបស់លោកតាទី2រដ្ឋាមានបំណងចាប់ត្រីហែលទឹកនិងឡើងដើមឈើ3រដ្ឋាក្រៀមក្រំចង់យំព្រោះទឹកទន្លេត្រូវកខ្វក់ត្រីមិនអាចរស់នៅបានដើមឈើត្រូវគេកាប់អស់4ដើមឈើមានតិចតួចសត្វព្រៃកាន់តែខ្សត់ដំណាំខូចខាតដោយសារទឹកជំនន់ដីគ្មានជីជាតិមានកសិករតិចតួចដាំបន្លែហើយចុងក្រោយទី5ឪពុករដ្ឋាមានបំណងដាំកូនឈើឲ្យបានច្រើននៅតាមកសិដ្ឋាននានាបាទយ៉ាងម៉េចដែរបងប្អូនតើចម្លើយទាំងអស់ទេបើអត់តើនេះបងប្អូនអាចខាថយក្រោយហើយក៏ដូចជា stop វីដេអូហ្នឹងហើយចម្លងចូលទៅក្នុងសៀវភៅហើយចាំយើងមើលបន្តទៀតណាបាទអញ្ចឹងលោកគ្រូរៀងលឿនបន្តិចតែបងប្អូនប្រហែលជាអត់អីទេណាអញ្ចឹងសម្រាប់វីដេអូនេះគឺលោកគ្រូមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តកុំភ្លេចចុច like ក៏ដូចជា subscribe ឬក៏ជាវជាភាសាខ្មែរណាដើម្បីទទួលបាននៅវីដេអូមេរៀនពីលោកគ្រូពេលលោកគ្រូផុសថ្មីទៅវា load ជាសញ្ញាឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយបានចូលរៀនបាទតើអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយយើងនឹងជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងវីដេអូក្រោយសុខសប្បាយ